Ôi sợ tự mượt nha. Thịt sốt chăng. អ្នកខ្លះសួរខ្ញុំថាខំធ្វើវីដេអូបង្ហោះរឿងថ្ងៃនេះមានសល់អុយខ្លះហើយចាសនួរច្លើយខ្ញុំមិនដឹងឆ្លើយថាម៉េចដែរបងប្អូនបើគិតទៅមានសល់អុយទេបងប្អូននៅក្នុងខ្លួនរឿងថ្ងៃចានិយាយទៅខ្ញុំសល់ដែរចាសល់បានត្រឹមតែក្បាលពោះដល់សែនខ្ជូតមួយនេះចាហើយដូចឃើញនៅក្នុងវីដេអូចាឯងបងប្អូនណាគឺថាកំពុងឥឡូវនេះគឺថាកំពុងតែក្រេះក្រោះរហូបទៀតហើយចាព្រោះតែយប់មិញនោះឲ្យខ្ញុំក៏ដាក់មងក៏ដាក់មងបងប្អូនសំទោសចាដាក់អង្គប់កដោក៏មានអីទេបានកណ្ដោរៀងធំក៏ណែបានមីអាប្រេង2ក៏មានអុយទេថ្ងៃនេះមកឆ្នៃបែបអង្គណ្ដោលាបប៉ាតទឹកឃ្មុំម្ដងបងប្អូនរសជាតិដឹងតែផ្លែចាព្រោះតែកណ្ដោឆ្អើអាំងពងហើយនោះគេថាឆាហូបតលន់ហើយថ្ងៃនេះមកសាក់រសជាតិថ្មីម្ដងមើលជ្រូកកដោទៅមើលមកកលេចាកណ្ដោប្រេងបងប្អូនអើយតែថ្ងៃនេះបែបយកមកអាំងហើយបែបអភិជនណាបងប្អូនមានប្រឡាក់ទឹកឃ្មុំប្រឡាក់អុយផងយេដឹងជាជាតិឆ្ងាញ់យ៉ាងណាទេណាក៏ឆ្អិនហើយក៏ណាមហាពុកម៉ែបងប្អូនហូបពិសាជាមួយខ្ញុំទាំងអស់គ្នាចាហើយទឹកជ្រលក់ថ្ងៃនេះខ្ញុំធ្វើទឹកជ្រលក់ជូរអែមតែខ្ញុំដាក់ស្ដេចដីតែខ្ញុំដាក់ផាសសិនណាបងប្អូនខ្ញុំមកដាក់ទឹកជូរ7ទេចាណាចានេះក៏មហាពុកម៉ែបងប្អូនហូបភ្លក់ជាមួយខ្ញុំទាំងអស់គ្នាចាជាមួយកណ្ដោអាំងទឹកឃ្មុំទឹកជ្រលក់ផាសសិនណាបងប្អូនតោះអូជាតិយ៉ាងណាបងប្អូនអើយនេះអូយភ្លេចយកឡាព្រាមមកហូបដៃទឹកកណ្ដោទៅបងប្អូនណាអាមកហូបនេះយើងហូបនឹងដៃគេមិនឆ្ងាញ់បងប្អូនហូបទ្រូងវិញជលុកចេះមកអូយស្រក់ទឹកមឿតចាគឺស្រោកចឹងរសជាតិប្លែកបងប្អូននិយាយទៅឈ្ងុយទឹកឃ្មុំចាផ្អែមឡែមត្រូវនឹងថាដាក់លាយខ្ញីដាក់លាយអីផងអូឈ្ងុយឆ្ងាញ់បងប្អូនទ្រូងរសស្រោបអូរុយក៏ដល់កបងប្អូននេះវាច្រើនសម្បូរអាយ៉ាងណានេះឆ្នាំនេះអូទៀតដល់កបងប្អូនអើយណាពីមុនណាធ្លាប់ធ្វើកដោអាំងទឹកឃ្មុំដែរបងប្អូនប៉ុន្តែខ្ញុំធ្វើទឹកជ្រលក់សៀងក៏ត្រូវបងប្អូនតែនេះខ្ញុំមកធ្វើបែបទឹកជ្រលក់ផាសសិនឆ្ងាញ់មួយយ៉ាងចាត្រូវដូចគ្នាបងប្អូនម្នាក់មួយបែបចា
có lắm ôi chết Mm.